អ៊ីរ៉ង់ទាមទារ8ចំណុចពីអាមេរិកដើម្បីបញ្ចប់សង្គ្រាមតែលោកត្រាំតបវិញថាស្ថានភាពវិវត្តថ្មីនៃសង្គ្រាមមជ្ឈិមបូព៌ាការឆ្លោយឆ្លងគ្នារវាងអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តក្តៅគគុកមិនថមថយអ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌធំ8ចំណុចទៅកាន់អាមេរិកដើម្បីជាធ្នូក្នុងការបញ្ចប់សង្គ្រាមដោយលក្ខខណ្ឌនោះមានខ្លឹមសារសំខាន់ដូចជា1អាមេរិកត្រូវដកកងទ័ពចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់2ត្រូវធានាថាគ្មានការវាយប្រហារមកលើអ៊ីរ៉ង់សារជាថ្មីម្ដងទៀត3សហរដ្ឋអាមេរិកត្រូវដកចេញនូវទណ្ឌកម្មទាំងអស់ដែលបានដាក់មកលើអ៊ីរ៉ង់4ត្រូវបញ្ចប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ5ច្រកសមុទ្រហូម៉ូត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ដោយឯករាជ្យ6កងទ័ពជើងទឹកអាមេរិកត្រូវបញ្ឈប់ការបិទគប់ផ្លូវទឹកជាបន្ទាន់7លុបចោលទណ្ឌកម្មរបស់អាមេរិកលើវិស័យព្រៃអ៊ីរ៉ង់ក្នុងរយៈពេល30ថ្ងៃ8ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលអាមេរិកបង្កកទាំងប៉ុន្មានត្រូវបញ្ចេញមកវិញទាំងអស់ប៉ុន្តែយ៉ាងណាក្តីជុំវិញលក្ខខណ្ឌទាំង8នេះត្រូវបានលោកត្រាំចេញមកបដិសេធភ្លាមដោយបានអះអាងថាមិនសមហេតុផលនិងមិនអាចទទួលយកបានទេការប្រជុំមុខដាក់គ្នាដ៏តានតឹងនេះកំពុងធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តក្តៅខ្លាំងគណៈភាគីទាំងពីរនៅតែបង្ហាញជំហររឹងមាំមិនព្រមដកថយរៀងខ្លួននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Royal News នៅថ្ងៃទី11ខែឧសភាឆ្នាំ2026